សួស្តីបងប្អូនទាំងអស់គ្នាជាទីមេត្រីថ្ងៃនេះខ្ញុំសូមលើកយករបាំជូនពរដែលជាស្នាដៃរបស់អតីតសិស្សជំនាន់ឆ្នាំ2022ដើម្បីចែកជូនបងប្អូនទស្សនាកម្សាន្តនេះជាសកម្មភាពរបស់បងប្អូនដែលបានស្ម័គ្រចិត្តជួយសាលារៀនរបស់ពួកគាត់តាមរយៈការសម្ដែងរបាំជូនពរនៅថ្ងៃបើកសម្ពោធសាលារៀនថ្មីរបស់ពួកយើងបាទពួកគាត់រាំពិតជាសមមែនណាបាទអរគុណបងប្អូនច្រើនបាទហើយក៏សូមអរគុណទៅដល់កាមេរ៉ាមែនដែលជាអតីតសិស្សរបស់សាលារៀនយើងដែរគឺលោកអ៊ុនបេតបាទលោកអ៊ុនបេតបាទគាត់កាន់ខាងកាមេរ៉ាមែនបាទបងប្អូនណាត្រូវការថតរូបអាពាហ៍ពិពាហ៍អាចតាក់ទងជាមួយគាត់បានបាទទឹកដៃរបស់គាត់ពិតជាមិនធម្មតាថតបានស្អាតណាស់បាទពួកគាត់រាំបានទុនល្វឹនល្វើយបាទអរគុណបងប្អូនច្រើនណាដែលស្ម័គ្រចិត្តបាទថ្ងៃនេះទាំងលោកគ្រូទាំងអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់បាទពួកគាត់មានអារម្មណ៍រីករាយឥតឧបមាបាទដែលបានមកសម្ពោធអគារសិក្សាថ្មីនេះបាទនេះជាទំពាំងស្នងឫស្សីពិតរបស់សង្គមយើងបាទដាំនៅឯសាលាផ្លែផ្កាក្នុងសង្គមបាទជាការប៉ិនប្រសពរបស់ពួកគាត់ជំនាញខាងរបាំបាទរបាំបាចផ្កាបាទជូនពរបងប្អូនទទួលទានមានបានបាទរៀនបានខ្ពស់និងមានប្រាក់ខែច្រើនណាបាទអរគុណច្រើនដែលបានជួយសាលារៀនរបស់យើងបាទជាសាលាជនបទនេះជាការថែរក្សានៅវប្បធម៌ប្រពៃណីបែបបុរាណរបស់យើងបាទឲ្យរីកសុះសាយស្គុះស្គាយតាមរយៈក្មេងៗជំនាន់ក្រោយនេះឯងបាទពួកគាត់ស្លៀកពាក់បែបប្រពៃណីបែបរបាំពិតជាស្រស់ស្អាតណាស់បាទសំសួនរំទុំរុះរាយ
ជាចុងក្រោយសូមអរគុណដល់លោកស្រីទាំងអស់បាទដែលបានទស្សនារបាំពីដើមដល់ចប់សូមអរគុណច្រើនបាយបាយ